ប្រទេសចិននិងប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រឈឺចាប់ដោយសារតែសង្គ្រាមនៅក្នុងទសវត្សរ៍ឆ្នាំ1930-40មានស្ថានភាពដ៏ក្តៅគគុកនិងឈឺចាប់រវាងប្រទេសទាំងពីរនេះជាពិសេសគឺប្រទេសចិនដែលធ្លាប់ត្រូវបានការឈ្លានពានអំពីប្រទេសជប៉ុននៅក្នុងរយៈកាលកន្លងមកនេះហើយឥឡូវនេះស្ថានភាពនៃការកើតឡើងឬទំនាស់កំពុងតែធ្វើការផ្ទុះឡើងនៅលើពិភពលោកថែមទៅទៀតជាពិសេសនៅក្នុងគណៈពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានលើកឡើងចំពោះមុខសភារបស់ប្រទេសជប៉ុនថាបើសិនជាប្រទេសចិនធ្វើការវាយប្រហារទៅកាន់កោះតៃវ៉ាន់គឺជប៉ុននឹងដាក់កម្លាំងកងទ័ពជួយអន្តរាគមន៍ដែលនៅក្នុងគណៈនោះហើយដែលធ្វើឲ្យប្រទេសចិនមានការក្តៅក្រហាយយ៉ាងខ្លាំងហើយក៏បានធ្វើការគំរាមនៅក្នុងការប្រើប្រាស់កម្លាំងកងទ័ពដើម្បីវាយប្រទេសជប៉ុនដែលក្នុងនោះរួមមានទាំងការហាមប្រាមប្រជាជនរបស់ចិនមិនឲ្យចូលទៅកាន់ប្រទេសជប៉ុនហើយដូចជានៅក្នុងពេលថ្មីៗនេះគឺថែមទាំងធ្វើឲ្យយន្តហោះរហូតទៅដល់មានការកក់សម្បុត្រជាង 10000 នៅក្នុងប្រទេសចិនត្រូវបានផ្អាកឬក៏លុបចោលដោយសារតែស្ថានភាពនយោបាយនៃការប៉ុនប៉ងធ្វើសង្គ្រាមគំរាមកំហែងរបស់ហ៊ុនជាមួយនឹងប្រទេសចិនមានអ្នកខ្លះបានលើកឡើងថាតើហេតុអ្វីបានជារឿងនេះត្រូវបានប្រទេសចិនមានការចាប់អារម្មណ៍គ្រាន់តែពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីបានលើកជាឧទាហរណ៍នៅក្នុងសភារបស់ខ្លួននោះគឺដោយសារតែប្រទេសចិនហាក់ដូចជាឆ្មាខ្លាចទឹកក្តៅគឺមានន័យថាមានការឈឺចាប់ដោយចាក់ចំនឹងអ្វីដែលជាប្រវត្តិសាស្ត្រនៃការឈឺចាប់របស់ប្រទេសចិនដោយការឈ្លានពាននិងប្រើប្រាស់នៅអំពើផ្សេងៗមកលើប្រទេសចិនយ៉ាងសាហាវនៅក្នុងប្រវត្តិសាស្ត្រនោះមនុស្សប្រមាណជិត50,000 នាក់នៅក្នុងប្រទេសចិនបានលុបចោលនៅសម្បុត្រយន្តហោះរបស់ពួកគេទៅកាន់ប្រទេសជប៉ុនបន្ទាប់អំពីរដ្ឋាភិបាលរបស់ប្រទេសចិនបានព្រមានទៅដល់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុនគណៈដែលប្រទេសទាំងពីរនេះកំពុងតែមានចំនួនក្តៅកគុកគំរាមកំហែងទៅលើកម្លាំងយោធារៀងៗខ្លួននោះនេះបើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃទី19 ខែវិច្ឆិកាឆ្នាំ2025នេះយោងទៅតាមអ្នកជំនាញនៃអាកាសចរលោកលីហាងមីការលុបចោលបានកើតឡើងដល់ទៅ 80% នៃការកក់សម្បុត្រទាំងអស់កាលពីថ្ងៃអាទិត្យលោកបាននិយាយថាលោកមិនដែលបានឃើញអំពីការលុបចោលដ៏ខ្ពស់បែបនេះនោះទេចាប់តាំងពីដើមឆ្នាំ2020នៅក្នុងអំឡុងពេលនៃការផ្ទុះនៃជំងឺ COVID-19 នោះក្រុមហ៊ុនអាកាសចរជាច្រើនកំពុងតែខាតបង់ប្រាក់ជាច្រើនប្រមាណជា 70% នៃសម្បុត្រដែលត្រូវបានលុបចោលគឺជាការធ្វើដំណើរទៅមកនោះផ្លូវហោះហើរពីទីក្រុងសៀងហៃទៅកាន់ទីក្រុងតូក្យូនិងអូសាកាត្រូវបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុតភាពតានតឹងចាប់ផ្ដើមបន្ទាប់អំពីនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោកស្រីសាណាអេតាកៃជីបាននិយាយថាជប៉ុនអាចនឹងប្រើប្រាស់នៅកម្លាំងយោធារបស់ខ្លួនប្រសិនបើមានចំនួននៅក្នុងច្រកសមុទ្រតៃវ៉ាន់នោះប្រទេសចិនក៏បានឆ្លើយតបយ៉ាងខ្លាំងដោយការព្រមានជប៉ុនកុំឲ្យជ្រៀតជ្រែកផ្ទៃក្នុងនិងបង្កការប៉ះទង្គិចការទូតជាបន្តបន្ទាប់នោះដើម្បីជួយទៅដល់អ្នកដំណើរក្រុមហ៊ុនអាកាសចរធំៗរបស់ចិនកំពុងតែផ្ដល់នៅប្រាក់សងវិញឬក៏ការផ្លាស់ប្ដូរដោយឥតគិតថ្លៃសម្រាប់ជើងហោះហើរដែលបានកក់រហូតដល់ថ្ងៃទី31ខែធ្នូនោះបើតាមក្រុមហ៊ុនអាកាសចរជើងហោះហើរពីប្រទេសចិនទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេលប្រមាណសប្តាហ៍ខាងមុខនេះឥឡូវនេះបានធ្លាក់ចុះជាង 70% ការលុបចោលនៃភាគច្រើនគឺសម្រាប់ដំណើរកម្សាន្តដែលបានគ្រោងទុកមុនសម្រាប់ខែមករាសូមបញ្ជាក់ផងដែរថាប្រទេសចិនគឺជាប្រទេសដែលមានភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសជប៉ុនដូច្នេះហើយការធ្លាក់ចុះនេះអាចប៉ះពាល់ទៅដល់ឧស្សាហកម្មនៃទេសចររបស់ប្រទេសជប៉ុនយ៉ាងខ្លាំងក្លា
នៅក្នុងបញ្ហានេះមានអ្នកវិភាគខ្លះបានលើកឡើងថាការលើកឡើងនៅសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុននៅក្នុងការព្រមានការប្រើប្រាស់នៅកងយោធាដើម្បីអន្តរាគមន៍នៅក្នុងគណៈពេលណាមួយដែលប្រទេសចិនធ្វើការវាយប្រហារនៅច្រកសមុទ្រប៉ាស៊ីហ្វិកនោះហើយបញ្ហានេះគឺមិនមែនត្រឹមតែជារឿងថ្មីនោះទេក៏ប៉ុន្តែជារឿងនៃគំនុំនៃប្រវត្តិសាស្ត្ររបស់ប្រទេសចិនចំពោះប្រទេសជប៉ុនដែលធ្លាប់ធ្វើឲ្យប្រទេសចិនមានការឈឺចាប់ហើយនៅក្នុងពេលដែលប្រទេសជប៉ុនចាប់ផ្ដើមគម្រាមកំហែងចិនសាជាថ្មីនោះបានធ្វើឲ្យសង្គ្រាមមួយពិបាកក្នុងការប៉ាន់ស្មានថាវាគឺជាជំងឺនៃសង្គ្រាមសងសឹកលបឡើងវិញជាប្រវត្តិសាស្ត្រនាឆ្នាំ1937ដល់ឆ្នាំ1945នោះឬក៏យ៉ាងណាតើសង្គ្រាមនៅក្នុងសម័យកាលនោះមានការឈឺចាប់យ៉ាងណាខ្លះយើងមកតាមដានអំពីប្រវត្តិសង្គ្រាមចិននិងជប៉ុនលើកទី2គឺជាសង្គ្រាមដ៏ធំរវាងជប៉ុននិងចិនដែលបានចាប់ផ្ដើមកាលពីឆ្នាំ1937និងបានបញ្ចប់នៅក្នុងឆ្នាំ1945ដែលមានប្រវត្តិវិទូខ្លះបានគិតថាវាបានចាប់ផ្ដើមតាំងពីឆ្នាំ1931មកម្លេះដោយសារតែកាលនោះជប៉ុនបានចូលកាន់កាប់នៅម៉ាន់ជូរីសង្គ្រាមនោះគឺជាផ្នែកមួយនៃសង្គ្រាមលោកលើកទី2ផងដែរដែលគេហៅថាវាគឺជាការចាប់ផ្ដើមនៃសង្គ្រាមលើកទី2នៅអាស៊ីឬក៏ជាសង្គ្រាមដ៏ធំបង្អស់នៅអាស៊ីនៅក្នុងសតវត្សទី20ដែលមនុស្សជាច្រើនបានស្លាប់ជាពិសេសគឺជនជាតិចិនដោយការប្រើប្រាស់នៅអង្គើឃោឃៅជាច្រើនដែលជប៉ុនបានប្រើមកលើជនជាតិចិនដែលធ្វើឲ្យមានមនុស្សខ្លះហៅវាថាជាវិនាសកម្មនៃពូជសាសន៍អាស៊ីនិងប្រទេសចិនដែលគេហៅថាសង្គ្រាមនៃការតស៊ូប្រឆាំងទៅនឹងការឈ្លានពានរបស់ជប៉ុននោះនៅថ្ងៃទី18ខែកញ្ញាឆ្នាំ1931នោះកងទ័ពជប៉ុនបានបង្កើតនៅឧបទ្ទហេតុคล้ายៗមួយហៅថាឧបទ្ទហេតុមុដិនដើម្បីផ្ដល់នៅហេតុផលឲ្យពួកគេឈ្លានពានចិនហើយបានវាយកាន់កាប់ម៉ាន់ជូរីហើយពួកគេក៏បានកាន់កាប់នៅតំបន់នោះដោយបង្កើតនៅរដ្ឋាភិបាលអាយ៉ងមួយហៅថាម៉ាឈូគូចាប់ពីឆ្នាំ1931ដល់ឆ្នាំ1937ជប៉ុននិងចិនក៏បានប្រយុទ្ធគ្នាបង្កើតទៅជាសមរភូមិតូចៗដូចជាសមរភូមិនៅសៀងហៃនិងភាគខាងជើងក៏ប៉ុន្តែសង្គ្រាមមិនទាន់បានចាប់ផ្ដើមភ្លាមនោះទេនៅក្នុងពេលតែមួយគឺប្រទេសចិនបានបកពួក2ហើយក៏បង្កឲ្យមាននៅសង្គ្រាមស៊ីវិលមួយគឺពួកកុម្មុយនីសនិងមួយទៀតគឺពួកជាតិនិយមពួកជាតិនិយមនេះក៏បានដេញកំទេចពួកកុម្មុយនីសប៉ុន្តែពួកកុម្មុយនីសនេះបានគេចខ្លួនរួចដោយសារតែមានការយោគយល់នៃពួកជាតិនិយមនេះឯងនៅក្នុងឆ្នាំ1936ពួកមីដឹកនាំចិនបានប្រាប់ជាងកៃជៀកដែលជាមេនៃក្រមជាតិនិយមឲ្យឈប់កំទេចពួកកុម្មុយនីសដោយជំនួសឲ្យវិញនៅការរួបរวมប្រឆាំងនឹងពួកជប៉ុនដែលគេហៅថារណសេរីរួបរวมទី2សង្គ្រាមនេះគឺបានចាប់ផ្ដើមពេញទំហឹងនៅក្នុងឆ្នាំ1937នាខែកក្កដាថ្ងៃទី7ដោយមានសង្គ្រាមនៅស្ពានមួយឈ្មោះហៅថាម៉ាគូពូឡូនៅជិតប៉េកាំងក្រោយមកជប៉ុនក៏បានបើកការវាយប្រហារនៅតំបន់ផ្សេងៗនៅប្រទេសចិននៅខែធ្នូឆ្នាំ1937នោះជប៉ុនបានកាន់កាប់ណានជីងនៅទីនោះហើយបានជាកន្លែងដែលជប៉ុនបានកាប់សម្លាប់ប្រជាជនស្លូតត្រង់របស់ចិនរាប់សែននាក់ដោយគេហៅថាជាការប្រល័យពូជសាសន៍នៅណានជីងក្រោយមកជប៉ុនក៏បានកាន់កាប់នៅទីក្រុងយូហាននៅក្នុងឆ្នាំ1938ហើយរដ្ឋាភិបាលចិនក៏បានផ្លាស់ប្ដូរនៅរដ្ឋធានីទៅកាន់ឆុងជីងចិនក៏បានការគាំទ្រនិងជំនួយពីសូវៀតដោយចុះកិច្ចនៅសន្យាមិនឈ្លានពានចិនសូវៀតនៅក្នុងឆ្នាំ1939គ្មានអ្នកណាឈ្នះគ្មានអ្នកណាចាញ់នោះទេក៏ប៉ុន្តែជប៉ុនបានកាន់កាប់នៅទីក្រុងជាច្រើនក៏ប៉ុន្តែទាហានចិននៅតែប្រយុទ្ធមិនឈប់
ជាពិសេសគឺនៅជនបទក្រោយមកពួកជាតិនិយមចិនបានបើកនៅការវាយប្រហារនៅរដូវត្រជាក់នៅក្នុងការដេញទ័ពជប៉ុនទៅវិញនាក្នុងឆ្នាំ1941ជប៉ុនបានវាយប្រហារសហរដ្ឋអាមេរិកបង្កទៅដោយអាមេរិកបានលូកដៃចូលសង្គ្រាមនេះហើយអាមេរិកក៏បានចាប់ផ្ដើមផ្ដល់ជំនួយដូចជាកំភ្លើងលុយកាក់ថែមទាំងការផ្ដល់ជំនួយឲ្យចិនតាមរយៈយន្តហោះនៅតំបន់ប៉េកាំងដែលមានភ្នំខ្ពស់ជារឿងមួយដែលគ្រោះថ្នាក់មួយសម្រាប់អាមេរិកក៏ប៉ុន្តែអាមេរិកនៅតែធ្វើនៅក្នុងឆ្នាំ1941ដដែលនេះជប៉ុនក៏បានវាយប្រហារទៅកាន់ហ៊ឺណាននិងឈៀងសានៃប្រទេសចិនហើយកងទ័ពរបស់ចិនវិញរួមដៃជាមួយនឹងអាមេរិកភូមាអង់គ្លេសប្រយុទ្ធជាមួយនឹងពួកជប៉ុននៅប្រទេសភូមានៅក្នុងការបើកផ្លូវឲ្យប្រទេសឥណ្ឌានិងចិនអាចឆ្លងកាត់បានវិញក៏ប៉ុន្តែខែសីហាឆ្នាំ1945ជប៉ុនបានចុះចាញ់ក្រោយពីអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ2គ្រាប់ដាក់ជប៉ុននិងព្រមទាំងសូវៀតវាយកាន់កាប់នៅម៉ាន់ជូរីនិងកូរ៉េដែលបង្កើតឲ្យមានសន្ធិសញ្ញាទីក្រុងតៃប៉េនិងសន្ធិសញ្ញាសាន់ហ្វ្រាន់ស៊ីស្កូជប៉ុនបានចុះចាញ់ដោយផ្លូវការនៅក្នុងឆ្នាំ1945ហើយសង្គ្រាមទាំងមូលបានឆក់យកជីវិតមនុស្សអស់ប្រមាណជា20លាននាក់នៅភាគច្រើនគឺជាជនជាតិចិននេះឯងប្រិមិត្តនេះគឺជាប្រវត្តិឈឺចាប់មែនទែនគឺដោយសារតែប្រទេសជប៉ុនបានឈ្លានពាននៅឯប្រទេសចិនហើយដើមហេតុដំបូងនោះគឺដូចប្រិមិត្តបានដឹងហើយថាប្រទេសជប៉ុនគឺជាប្រទេសចក្រពត្តិនិយមមួយកាលពីទសវត្សរ៍ឆ្នាំ1940 39ដល់45គឺមានន័យថាប្រទេសជប៉ុននេះបានឈ្លានពានប្រទេសចិនហើយរឿងចាប់ផ្ដើមពីការបង្កហេតុនិងលេសដ៏តូចតាចមួយតែប៉ុណ្ណោះគឺនៅក្នុងគណៈពេលមួយនោះគឺដោយសារតែកងទ័ពរបស់ប្រទេសជប៉ុននេះបានទាមទារយកនៅកងទ័ពដែលបាត់ខ្លួនរបស់ខ្លួននៅក្នុងប្រទេសចិនហើយក្រោយមកក៏ពួកគេបានបង្កហេតុដោយយកកម្លាំងកងទ័ពនេះទៅធ្វើការលុកលុយចូលទៅក្នុងប្រទេសចិនហើយក៏បានប្រើប្រាស់នៅលេសនេះដើម្បីធ្វើការផ្ទុះអាវុធឡើងហើយក្រោយមកសង្គ្រាមក៏បានផ្ទុះឡើងពាសពេញនៃប្រទេសចិនហើយនិងប្រទេសជប៉ុនរឿងទាំងអស់នេះគឺធ្វើឲ្យសង្គ្រាមនេះមិនមែនធម្មតាទេដោយប្រិមិត្តបានដឹងហើយថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានអំណាចខ្លាំងលើផ្នែកកងទ័ពនៅក្នុងតំបន់អាស៊ីនេះហើយប្រទេសចិនគឺជាកន្លែងដែលប្រទេសជប៉ុនធ្វើការឈ្លានពានដើម្បីវាយគ្រប់គ្រងទាំងអស់នេះគឺជាបញ្ហាមួយនៃជំងឺប្រវត្តិសាស្ត្រនៃសង្គ្រាមឈ្លានពានរបស់ជប៉ុនមកលើប្រទេសចិនហើយសង្គ្រាមនេះបានរាលដាលរហូតទៅដល់បណ្ដាប្រទេសផ្សេងៗដែលបានមកជួយប្រទេសចិនក្នុងនោះគឺមានតាំងពីអតីតសហភាពសូវៀតមានតាំងពីសហរដ្ឋអាមេរិកក៏បានជួយប្រទេសចិនផងដែរដោយមានការផ្ដល់នៅសម្ភារៈផ្សេងៗហើយក៏ប្រទេសអាមេរិកនេះក៏ឈានទៅដល់ការប្រើសង្គ្រាមដោយផ្ទាល់វាយជាមួយនឹងជប៉ុនហើយប្រទេសរុស្ស៊ីឬក៏អតីតសហភាពសូវៀតនេះក៏វាយបណ្ដេញកងទ័ពជប៉ុនចេញពីប្រទេសចិនដែរហើយទីបំផុតសហរដ្ឋអាមេរិកទម្លាក់នៅគ្រាប់បែកប៉ារ៉ាម៉ាណូចំនួន2គ្រាប់ដើម្បីឲ្យជប៉ុនចុះចាញ់នៅក្នុងសង្គ្រាមនោះហើយចាប់ពីពេលនោះហើយគឺធ្វើឲ្យប្រទេសចិនក៏ទទួលបានជ័យជំនះផងដែរប៉ុន្តែអ្វីដែលជាវិនាសកម្មនៅក្នុងសង្គ្រាមនោះគឺធ្វើឲ្យមនុស្សប្រមាណជា20លាននាក់ក៏ត្រូវបានស្លាប់ហើយភាគច្រើនបំផុតនោះគឺជាជនជាតិចិនចឹងហើយបានជាជំងឺប្រវត្តិសាស្ត្រមួយនេះគឺជាមេរៀនមួយដែលធ្វើឲ្យប្រទេសទាំងពីរនេះគឺចិនហើយនិងប្រទេសជប៉ុននេះគឺមានការមិនសូវជាត្រូវរូវគ្នាប្រមាណទេរហូតមកដល់ពេលបច្ចុប្បន្ននេះហើយជាពិសេសទៅទៀតហ្នឹងគឺនៅក្នុងករណីដែលប្រទេសទាំងពីរនេះគឺម្នាក់ជាប្រទេសសេរីម្នាក់ជាប្រទេសកុម្មុយនីសគឺមិនស្រូវត្រូវគ្នាហើយម្យ៉ាងក៏មានគំនុំប្រវត្តិសាស្ត្រផងដែរក៏កាលណាមានបញ្ហាប៉ះទង្គិចគ្នាសំបីតែពាក្យសម្ដីបន្តិចបន្តួចក៏មិនបាននោះដែរគឺមានន័យថាប្រទេសចិនបានប្រកាន់នៅអ្វីដែលជាការមួយធ្វើឲ្យប្រទេសចិនមានការឈឺចាប់ម្ដងហើយម្ដងទៀតហើយកន្លងមកនេះប្រទេសចិនក៏បានចង់ឲ្យប្រទេសជប៉ុននឹងធ្វើការសុំទោស
ចំពោះការដែលខ្លួនធ្លាប់បានបំពេញទៅលើប្រទេសចិនហើយធ្វើឲ្យមនុស្សជាច្រើនត្រូវបានស្លាប់បាត់បង់ជីវិតនោះក៏ប៉ុន្តែជាទូទៅគឺប្រទេសជប៉ុននេះគឺព្យាយាមដូចជាมันមានការសំទោសក៏ប៉ុន្តែបង្កើននៅអ្វីដែលជាកម្លាំងមួយដែលចាត់ទុកថាប្រទេសចិនមានការគំរាមកំហែងទៅដល់ពួកគេទៅវិញពីព្រោះថានោះគឺជារឿងអតីតកាលដែលរបបហ្វាស៊ីសជប៉ុននៅក្នុងសម័យកាលនោះវាខុសទៅនឹងពេលបច្ចុប្បន្ននេះគឺប្រទេសជប៉ុនមិនមានរដ្ឋធម្មនុញ្ញដើម្បីធ្វើការឈ្លានពានបណ្ដាប្រទេសណាមួយឬក៏បង្កើតនៅកម្លាំងកងទ័ពដើម្បីប្រយុទ្ធតតាំងនោះទេក៏ប៉ុន្តែដោយសារតែមានការដាក់សម្ពាធជាច្រើនពីប្រទេសចិនហើយនិងបណ្ដាប្រទេសមួយចំនួនដូចជារុស្ស៊ីឬក៏កូរ៉េខាងជើងក៏ធ្វើឲ្យប្រទេសជប៉ុននេះចាប់ផ្ដើមសើរើឡើងវិញទៅលើការបង្កើននៅវិស័យយោធាឲ្យកាន់តែខ្លាំងឡើងដើម្បីទប់ទល់ទៅនឹងអ្វីដែលជាការគំរាមកំហែងពីខាងក្រៅហើយឥឡូវនេះប្រទេសជប៉ុននេះគឺពង្រីកវិស័យយោធារហូតទៅដល់បង្កើតនៅនាវាមុជទឹករហូតទៅដល់ទិញនៅយន្តហោះប្រភេទទំនើបចុងក្រោយជាយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកចំនួន40គ្រឿងទៅទៀតនិងមានកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមចម្ងាយឆ្ងាយហើយក៏មានការចំណាយទៅលើថវិកាយោធាក្នុងមួយឆ្នាំកើនឡើងរហូតទៅដល់$55,000 លានសហរដ្ឋអាមេរិកដូច្នេះហើយវាគឺជាការសម្ដែងមួយដែលធ្វើឲ្យប្រទេសចិនកាន់តែមិនសូវសប្បាយចិត្តចំពោះប្រទេសជប៉ុនទេហើយប្រទេសជប៉ុននេះក៏ថ្មីនេះក៏មានការទៅតាក់ទងគ្នាតាមរយៈការចង់សម្របសម្រួលជាមួយនឹងទីក្រុងប៉េកាំងដោយឲ្យមន្ត្រីជាន់ខ្ពស់ដើម្បីទៅធ្វើការឆ្លើយបំភ្លឺចំពោះទីក្រុងប៉េកាំងទៅលើសម្ដីចុងក្រោយរបស់នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនគឺលោកស្រីតាកៃជីបានធ្វើការលើកឡើងគ្រាន់តែជាឧទាហរណ៍មួយបើសិនជាមានការឈ្លានពាននៅក្នុងច្រកសមុទ្រនៃតៃវ៉ាន់នោះគឺធ្វើឲ្យជប៉ុននឹងប្រើប្រាស់កម្លាំងកងទ័ពហើយការនិយាយនេះមិនដឹងថាតើនៅក្នុងន័យប្រទេសជប៉ុននេះជួយអន្តរាគមន៍ដើម្បីជួយតៃវ៉ាន់ឬក៏ដើម្បីការពារនៅដែនអធិបតេយ្យសមុទ្ររបស់ច្រកសមុទ្រនៅតៃវ៉ាន់ឬក៏យ៉ាងណានោះទេអញ្ចឹងហើយចំណុចនេះក៏ធ្វើឲ្យប្រទេសចិនមានការខឹងសម្បាខ្លាំងហើយក៏មានការគំរាមកំហែងនិងប្រើប្រាស់ទៅលើកងទ័ពរួមទាំងការកុំឲ្យប្រជាជនរបស់ចិននឹងចូលទៅកាន់ប្រទេសជប៉ុនថែមទៅទៀតនៅក្នុងចំណុចនេះក៏មានការលើកឡើងថាតើនៅក្នុងពេលអនាគតប្រទេសទាំងពីរនេះនឹងអាចមានជំងឺចាស់ឬក៏គេហៅសង្គ្រាមប្រវត្តិសាស្ត្រនឹងអាចសើរើឡើងវិញឬក៏រើជំងឺលាប់ឡើងវិញឬក៏យ៉ាងណាពីព្រោះថាសញ្ញានៃការផ្ទុះសង្គ្រាមរវាងជប៉ុនហើយនិងចិននេះកំពុងក្តៅខ្លាំងឡើងនៅក្នុងចំណុចនេះគឺគេពិបាកក្នុងការប៉ាន់ស្មានដែរបើសិនជាការប្រើប្រាស់នៅកម្លាំងយោធាឬក៏ការទន្ទ្រាននៅដែនសមុទ្រច្រកតៃវ៉ាន់គឺជាដែនសមុទ្រអន្តរជាតិផងជាដែននៃសមុទ្រនៃប្រទេសជប៉ុនផងនោះគឺមានន័យថាប្រទេសជប៉ុនពិតជាមិនអាចស៊ូទ្រាំដើម្បីឲ្យប្រទេសចិនធ្វើអ្វីទៅតាមចិត្តដោយមានការរំលោភទៅលើអធិបតេយ្យនៃដែនសមុទ្ររបស់ខ្លួនប៉ុន្តែសម្រាប់ប្រទេសចិនវិញយល់ឃើញថាគឺជាដែននៃអធិបតេយ្យសមុទ្ររបស់ប្រទេសចិនដោយគិតឃើញថាកោះតៃវ៉ាន់គឺជាដែនដីរបស់ទីក្រុងប៉េកាំងអញ្ចឹងដែនសមុទ្រនៅច្រកនេះគឺជារបស់ប្រទេសចិនអញ្ចឹងហើយរឿងនេះមិនមែនជារឿងតូចតាចទេបើសិនជាមានការផ្ទុះអាវុធណាមួយឬក៏ការវាយយកកោះតៃវ៉ាន់ពិតណាស់ហើយថាចិននឹងប្រើប្រាស់ដែនសមុទ្រនេះជាច្រកមួយដែលប្រើប្រាស់ជាសមរភូមិដូច្នេះបើសិនជាប្រើប្រាស់សមរភូមិមានន័យថាចិនបានលុកលុយចូលទៅក្នុងដែនសមុទ្ររបស់ប្រទេសជប៉ុនហើយចំណុចនេះគឺមានន័យថាប្រទេសជប៉ុនមិនអាចអត់ឱនចំពោះអ្នកណាដែលប្រើប្រាស់នៅកម្លាំងយោធាដើម្បីប្រើប្រាស់សមរភូមិទៅលើដែនសមុទ្ររបស់ប្រទេសជប៉ុននោះទេអាចសង្គ្រាមនឹងកើតឡើងបើសិនជាប្រទេសជប៉ុននឹងពង្រឹងទៅលើវិស័យយោធាទៅដាំទៅសងជាមួយនឹង